ចាជំរាបសួរកូនទាំងអស់គ្នាសុខសប្បាយអត់កូនចាអរគុណព្រះសម្រាប់ថ្ងៃថ្មីពេលវេលាថ្មីដែលកូនទាំងអស់គ្នាបានមករៀនជាមួយអ្នកគ្រូសាជាថ្មីចឹងថ្ងៃនេះអ្នកគ្រូមានកិច្ចការថ្នាក់ទី3មេរៀនថ្ងៃនេះគឺមេរៀនទី1សាស្ត្រភាសាអញ្ចឹងថ្ងៃនេះអ្នកគ្រូលើកយកពាក្យ3ដើម្បីមកពន្យល់អត្ថន័យរបស់វាទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានពាក្យត្រឡំសម្បុកលំនៅដើម្បីមកបង្រៀនកូនឬក៏ពន្យល់កូនទាំងអស់គ្នាតោះយើងអានជាមួយអ្នកគ្រូឬក៏មើលជាមួយអ្នកគ្រូទាំងអស់គ្នាត្រណុំថ្នាក់ពាក្យជានាមទីដែលសត្វស្លាបតែងទុំចាម្ដងទៀតត្រណុំថ្នាក់ពាក្យជានាមទីដែលសត្វស្លាបតែងទុំអញ្ចឹងយើងដឹងហើយថានៅក្នុងព្រះគម្ពីរព្រះអង្គបានបង្កើតសត្វស្លាបគ្រប់ប្រភេទចាមិនថាសត្វស្លាបក្នុងទឹកឬក៏សត្វលើគោទេគឺព្រះអង្គតែងតែបង្កើតចាអញ្ចឹងកន្លែងដែលសត្វស្លាបតែងទុំគឺដូចជាគេចាគឺដើមឈើឬក៏មែកឈើចាតោះឥឡូវយើងមកមើលពាក្យទី2សម្បុកថ្នាក់ពាក្យជានាមលំនៅរបស់សត្វដេរិឆានពួកខ្លះដែលធ្វើឡើងសម្រាប់ដាក់សុទ្ធដាក់កូនឬសម្រាប់ជ្រកអាស្រ័យចាសូមអានទាំងអស់គ្នាម្ដងទៀតសម្បុកថ្នាក់ពាក្យជានាមលំនៅរបស់សត្វដេរិឆានពួកខ្លះដែលធ្វើឡើងសម្រាប់ដាក់សុទ្ធដាក់កូនឬសម្រាប់ជ្រកអាស្រ័យអញ្ចឹងយើងឧទាហរណ៍ដូចជាសត្វមាន់ចាសត្វមាន់ពេលក្រាបពងគឺវាមានសម្បុកវាសម្រាប់ក្រាបពងហើយពីពីងក៏ដូចគ្នាដែរគឺមានសម្បុករបស់វាដូចគ្នាដែរចាតើឥឡូវយើងមកមើលពាក្យទី3លំនៅថ្នាក់ពាក្យជានាមទីឬកន្លែងដែលនៅឬសម្រាប់រស់នៅសូមអានជាមួយអ្នកគ្រូម្ដងទៀតលំនៅថ្នាក់ពាក្យជានាមទីឬកន្លែងដែលនៅឬសម្រាប់រស់នៅចាអញ្ចឹងដូចជាអីឧទាហរណ៍ដូចជាផ្ទះឬក៏គេឋានអីគឺសម្រាប់កន្លែងដែលរស់នៅឯមនុស្សស្នាក់អាស្រ័យរស់នៅចាជារៀងរាល់ថ្ងៃចាអញ្ចឹងមេរៀនអ្នកគ្រូថ្ងៃនេះគឺចាប់តែប៉ុណ្ណេះហើយអ្នកគ្រូសង្ឃឹមថាកូនអាចចងចាំពន្យល់ពាក្យទាំង3នេះទាំងអស់គ្នាចាសូមអរគុណច្រើនសូមជម្រាបលា